điខាងលើគឺគាត់បានហួសនៅជាមួយនឹងសាកសពរបស់ឪពុកម្ដាយគាត់អស់រយៈពេល4ឆ្នាំតែការហួសនៅនេះមិនមែនថាគាត់ស្នេហ៍ឪពុកម្ដាយគាត់បានគាត់យកសពឪពុកម្ដាយគាត់មកហួសនៅណាគឺដោយសារតែគាត់គឺជាឃាតករដែលសម្លាប់ឪពុកម្ដាយរបស់គាត់ហើយគាត់គឺមានឈ្មោះថា Virginia McAuliffe ដែលគាត់គឺជាជនជាតិអង់គ្លេសអ្នកនរគ្នាដោយបងស្រីរបស់គាត់គឺបរិយាយថា Virginia ហ្នឹងគាត់គឺជាមនុស្សម្នាក់ដែលអត់សូវចូលសង្គមទេហើយគឺជាមនុស្សម្នាក់ដែលចូលចិត្តកុហកខ្លាំងមែនទែននៅក្នុងវ័យ32ឆ្នាំគឺ Virginia គឺគាត់នៅរស់នៅក្នុងបន្ទុកឪពុកម្ដាយរបស់គាត់នៅឡើយអ្នកនរគ្នាទាំងដែលឪពុកគាត់គឺមានអាយុ70ឆ្នាំហើយម្ដាយគាត់មានអាយុ71ឆ្នាំមិនធំតែប៉ុណ្្នឹងឯងគាត់ថែមទាំងជាមនុស្សម្នាក់ដែលញៀនលបែងទៀតលបែងអនឡាញគឺគាត់តែងតែយកកាត credit card របស់ឪពុកម្ដាយគាត់នឹងយកទៅលេងហ្គេមលេងអីចឹងទៅរហូតដល់ជាពាក់បំណុលគេទៀតណាហើយពីថ្ងៃទៅថ្ងៃគឺគាត់ជាពាក់គេហត់តែវ៉ាន់កទៅអ្នកនរគ្នាហត់តែច្រើនឡើងអញ្ចឹងគាត់ខ្លាចឪពុកម្ដាយគាត់ដឹងគាត់ក៏មានគំនិតថាគាត់ចង់រៀបគម្រោងការដើម្បីសម្រាប់ឪពុកម្ដាយគាត់យកមកអ្នកនរគ្នាមិនមែនទៅសារភាពសុំទោសសុំអីគឺរៀបចំគម្រោងការសម្រាប់យកមកនៅថ្ងៃទី17ខែ6ឆ្នាំ2019គឺគាត់ចាប់ផ្ដើមធ្វើតាមគម្រោងការរបស់គាត់ហើយដែលគាត់បានយកថ្នាំដើម្បីដាក់នៅក្នុង cocktail ដើម្បីឲ្យប៉ារបស់គាត់ហើយនិងម៉ាក់របស់គាត់នឹងញ៉ាំអ្នកនរគ្នាអញ្ចឹងនៅពេលដែលព្រលឹមឡើងគឺគាត់បានដើរទៅបន្ទប់ប៉ារបស់គាត់ក៏បានឃើញសាកសពរបស់ប៉ារបស់គាត់ហត់បាត់ហើយអ្នកនរគ្នាគឺឪពុករបស់គាត់គឺបានស្លាប់បន្ទាប់មកគាត់ក៏បានទៅមើលម្ដាយរបស់គាត់ពេលទៅដល់ហ្នឹងគឺម្ដាយរបស់គាត់អត់ទាន់ស្លាប់ទេអ្នកនរគ្នាគឺនៅគេងឡើយឯងអញ្ចឹងគាត់គិតថាថ្នាំហ្នឹងគឺវាអត់ work សម្រាប់ម្ដាយរបស់គាត់ទេអញ្ចឹងគាត់ក៏បានដើរទៅយកអាយុអ្នកនរគ្នាយកមកដាំក្បាលម្ដាយរបស់គាត់ច្រើនដងខ្លាំងមែនតើប៉ុន្តែម្ដាយរបស់គាត់នៅតែអត់ទាន់ស្លាប់អញ្ចឹងគាត់ក៏បានដើរទៅសម្ដៅទៅចក្រានបាយយកកបិតដើម្បីមកចាក់បន្ថែមទៀតនិយាយទៅទង្វើដែលគាត់ធ្វើទៅលើម្ដាយគាត់ហ្នឹងគឺ3តាំងអ្នកគ្នាដាក់ថ្នាំផងយកញួរដំក្បាលផងហើយថែមទាំងយកកបិតមកចាក់ទៀតរហូតដល់ម្ដាយគាត់ស្លាប់ណាអ្នកគ្នាពេលដែលនឹងហើយគឺគាត់បានទៅទិញដូចជាសំដៃហើយនឹង sleeping bag ណាអ្នកគ្នាគាត់យកមកដើម្បីមកដាក់សាកសពរបស់ឪពុកម្ដាយរបស់គាត់សំខាន់នៅពេលដែលគាត់សម្រាប់ឪពុកម្ដាយរបស់គាត់ហើយគាត់លាក់សាកសពនៅក្នុង sleeping bag ហើយគឺគាត់បន្តរស់នៅក្នុងផ្ទះរបស់ឪពុកម្ដាយរបស់គាត់ប្រើប្រាស់ការ credit របស់ឪពុកម្ដាយរបស់គាត់ហើយថែមទាំងចាយលុយប្រាក់និវត្តន៍របស់ឪពុកម្ដាយរបស់គាត់អស់រយៈពេល4ឆ្នាំទៀតតាំងពីឆ្នាំ2019រហូតដល់ឆ្នាំ2023ដែលអត់មានអ្នកគេដឹងទេថាគាត់សម្រាប់ឪពុកម្ដាយបង្កើតរបស់គាត់ដោយក្នុងកំឡុងពេលហ្នឹងគឺគាត់តែងតែកុហកក្រុមគ្រួសារផ្សេងៗអញ្ចឹងថាអូឪពុកម្ដាយរបស់គាត់ទៅនេះទៅនោះអញ្ចឹងទៅហើយកុហកពេទ្យប្រចាំថាទៅនេះទៅនោះ consult ណាត់រហូតដល់អ្នកគ្នារហូតដល់ច្រើនដងពេកពេទ្យប្រចាំខ្លួនរបស់ឪពុកម្ដាយរបស់គាត់ហ្នឹងគឺបានតាក់ទងទៅប៉ូលីសដោយសារតែ Virginia ហ្នឹងគឺគាត់ consult ណាត់ច្រើនដងពេកហើយដុកទ័រហ្នឹងគឺគាត់អត់ដែលបានជួបអ្នកជំងឺរបស់គាត់ដែលជាឪពុកម្ដាយរបស់ Virginia សូម្បីតែម្ដងតាំងពីឆ្នាំ2019ហ្នឹងមកអញ្ចឹងបានធ្វើឲ្យគាត់ហ្នឹងមានការសង្ស័យបានទៅ report ប្រាប់ប៉ូលីសនៅពេលដែលប៉ូលីសទទួលបានការ report ពីដុកទ័រអីចឹងទៅគេក៏បានសុំกระดาษដើម្បីសុំឆែកឆេរផ្ទះរបស់អ្នកនរគ្នាអញ្ចឹងក៏បានយកទៅឆែកឆេរផ្ទះរបស់ Virginia ហ្នឹងពេលដែលទៅដល់គឺធំក្លិនអាក្រក់ខ្លាំងមែនតើហ្មងអ្នកនរគ្នាយើងសម័យមើលសាកសពរបស់មនុស្ស2នាក់ទុកក្នុងនោះអស់រយៈពេល4ឆ្នាំណាសូម្បីតែកណ្ដាលងាប់ក៏យើងនៅតែធំក្លិនស្អុយខ្លាំងដែរចុះល្មមតែសាកសពរបស់មនុស្សទៀតមិនដឹងថាធំក្លិនមិនហើយគាត់រស់នៅក្នុងនោះអស់រយៈពេល4ឆ្នាំណាអញ្ចឹងប៉ូលីសនៅពេលដែលចូលទៅធំក្លិនអាក្រក់អញ្ចឹងគឺគេសង្ស័យថាមានរឿងអីកើតឡើងអញ្ចឹងគេក៏បានឆែកឆេរផ្ទះទៅក៏បានឃើញសាកសពរបស់ឪពុកហើយនិងម្ដាយរបស់ Virginia ហ្នឹងពេលដែលរកឃើញសាកសពហើយគឺប៉ូលីសចាប់ផ្ដើមធ្វើការខាត់ខ្លួនហើយសាកសួរគាត់អញ្ចឹងទៅថាមានរឿងអីកើតឡើងអីអញ្ចឹងទៅគឺគាត់ប្រាប់ពីដើមតងទាំងអស់អ្នកនរគ្នាថាគាត់ធ្វើមិនដាក់ឪពុកម្ដាយគាត់ខ្លះហើយសំខាន់ណាគឺគាត់ឈិលខ្លាំងមែនតើគឺគាត់ប្រាប់ប៉ូលីសថាអូឈិលលើat least ថាប៉ូលីសហ្នឹងគឺអាចចាប់ខ្លួនគាត់បានរបៀបអញ្ចឹងណាហើយសំខាន់ណាគឺគាត់ប្រាប់ពីកន្លែងលាក់អាយុដែលគាត់ដាំក្បាលរបស់ម្ដាយគាត់ទៀតគាត់ប្រាប់ពីទីតាំងលាក់អាយុហ្នឹងហើយគឺគាត់ប្រាប់ថាលើអាយុហ្នឹងនៅមានឈាមរបស់ម្ដាយគាត់តិចនៅលើហ្នឹងទៀតអ្នកនរគ្នាសំខាន់ពេលដែលគាត់និយាយមួយប៉ូលីសហ្នឹងគឺគាត់អត់មានបង្ហាញសញ្ញាថាគាត់សោកស្ដាយដែលគាត់ធ្វើរឿងហ្នឹងឯងអត់ហ្មងអ្នកនរគ្នាគឺនិយាយមួយប៉ូលីសធម្មតាឈិលធម្មតាអត់មានអារម្មណ៍អីទាំងអស់ចឹងប៉ូលីសគេក៏បានខាត់ខ្លួនគាត់ដើម្បីយកឡើងតុលាការអញ្ចឹងទៅតុលាការក៏បានកាត់ទោសឲ្យគាត់ជាប់គុកមួយជីវិតនៅក្នុងពីរករណីរបស់ឪពុកគាត់ហើយនិងម្ដាយគាត់និយាយទៅយ៉ាងតិចបំផុតគឺគាត់ជាប់គុក36ឆ្នាំបានគាត់អាចមានសិទ្ធិស្នើសុំចេញក្រៅគុកបាននិយាយទៅ Virginia ហ្នឹងគឺជាមនុស្សម្នាក់ដែលដេរឆានខ្លាំងមែនតើហ្មងអ្នកនរគ្នាហើយអកតញ្ញូខ្លាំងមែនតើហ្មងឪពុកម្ដាយគាត់គឺគាត់ហ៊ានលើកដៃទៅធ្វើអញ្ចឹងរួចហើយសំខាន់ណាលើករណីម្ដាយគាត់ហ្នឹងអត់ដឹងថាគាត់មានគំនុំអីជាមួយម្ដាយគាត់ណាស់ណាឯងបានគាត់ធ្វើអញ្ចឹងម្ដងហើយម្ដងទៀតរបៀបយកញួរដើមហើយអត់ស្លាប់ហើយយកកបិតមកចាក់មកតង់ទៀតខ្ញុំចង់និយាយថាគាត់ជួជាតិខ្លាំងហ្មងដឹងថារកពាក្យអីដែរមកពណ៌នាពីគាត់បានណានិយាយទៅគឺគាត់អត់មានមនុស្សចេតនានៅក្នុងខ្លួនហ្មងស្រឡាញ់តែខ្លួនឯងឯងអ្នកដទៃគឺគាត់អត់មើលឃើញហើយសំខាន់មនុស្សនេះលបាយដឹកមុខទៀតបានធ្វើឲ្យគាត់ដល់ថ្នាក់ហ្នឹងណាចំណែករឿងក្តីយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំរឿងក្តីនេះខ្ញុំរៀងនិយាយកាត់កម្មតិចហើយអញ្ចឹងបើសិនជាបងអូនមានរឿងក្តីអីចង់សំណូមពរគឺអាច comment នៅក្រោមហ្នឹងបានហើយចាំជួយទៅ like Facebook page ហើយនិង follow IG របស់ខ្ញុំម្នាក់មួយផង